នេះគឺជាអាហារ99%នៃជនជាតិអាមេរិកចូលចិត្តគឺសារ៉ាយសមុទ្រក៏ប៉ុន្តែបន្ទាប់ពីលោកអ្នកបានឃើញរបៀបដែលគេធ្វើលោកអ្នកប្រហែលជាគិតសារឡើងវិញមុននឹងអនុញ្ញាតឲ្យកូនរបស់លោកអ្នកញ៉ាំវាដើម្បីផលិតវាពពួកកម្មករទាំងអស់ដំបូងឡើយគេត្រូវយកទូកធំចេញទៅឯសមុទ្រហើយប្រមូលសារធាតុរំអិលបៃតងចាស់នេះឲ្យបានច្រើនតាមតែអាចធ្វើទៅបានហើយនោះគឺជាអ្វីដែលយើងហៅថាសារ៉ាយសមុទ្រដែកមេកានិករបស់ទូកកាត់វាចេញហើយប្រមូលវាចូលទៅក្នុងកន្លែងដែលគេផ្ទុកទុករបស់កប៉ាល់វាមើលទៅកខ្វក់ធំក្លិនមិនល្អនិងមានអារម្មណ៍ថាស្អិតនៅពេលដែលសារ៉ាយសមុទ្រត្រូវបានគេប្រមូលបានគ្រប់គ្រាន់ហើយវាក៏ត្រូវបានគេវេចខ្ចប់និងដឹកទៅកាន់រោងចក្រសារ៉ាយសមុទ្រជំហានដំបូងគឺគេចាក់វាចូលទៅក្នុងធុងមួយដើម្បីក្លុកវាដោយម៉ាស៊ីនកូរវាជុំវិញដើម្បីដុសសម្អាតនៅភាពកខ្វក់បន្ថែមទៀតបន្ទាប់មកសារ៉ាយសមុទ្រនេះក៏ត្រូវបានគេកាត់ជាបន្ទះស្ដើងហើយទម្លាក់វាទៅលើខ្សែចង្វាក់ដែលគេធ្វើពីកន្ទេលឫស្សីនេះគឺជាការបង្ហូរទឹកភាគច្រើនចេញអំពីសារ៉ាយសមុទ្រទាំងនោះបន្ទាប់មកគេក៏ប្រើម៉ាស៊ីនកិនសារ៉ាយសមុទ្រនោះទៅជាសន្លឹកក្រាស់ៗបន្ទាប់អំពីស្ងួតហើយពួកក្រុមកម្មករទាំងអស់នោះក៏ប្រមូលសារ៉ាយសមុទ្រទាំងអស់នេះចងវាភ្ជាប់ជាកញ្ចប់ចំនួន40សន្លឹកសារ៉ាយសមុទ្រត្រូវបានគេរៀបចំដាក់នៅក្នុងធុងការ៉េហើយត្រូវបានគេកែច្នៃតាមរយៈម៉ាស៊ីនធំមួយដែលធ្វើឲ្យវាក្រៀមនិងស្រួយកម្មករក៏ខ្ចប់សារ៉ាយសមុទ្រនេះទៅក្នុងប្រអប់ផ្លាស្ទិកហើយវារួចរាល់ដើម្បីបរិភោគវាស្រួយមានរសជាតិឆ្ងាញ់ក៏ប៉ុន្តែបន្ទាប់ពីឃើញរបៀបដែលត្រូវបានគេផលិតនេះតើលោកអ្នកនៅតែស្នេហាចំពោះអាហារប្រភេទនេះដែរឬទេ